เคยម្នាក់សบายចិត្តមិនសบายចិត្តអីណានេះសบายចិត្តពេលដែលបានទៅដើរលេងថ្ងៃចុងសប្តាហ៍ថ្ងៃហ្នឹងយើងនាំគ្នាទៅដើរលេងនៅមោរដ្ឋីម្ដងតាមពិតទៅខ្ញុំធ្លាប់ទៅច្រើនដងហើយមោរដ្ឋីប៉ុន្តែដោយសារតែមានបងប្អូនគេចង់ទៅអញ្ចឹងខ្ញុំក៏ចេះតែជូនគេទៅអញ្ចឹងផ្លូវពីកន្លែងបន្ទប់ខ្ញុំនៅនឹងប្រហែលជាអត់ឆ្ងាយទេវារៀងជិតគូសំដែរតាមពិតទៅខ្ញុំត្រូវធ្វើវីដេអូតាំងពីថ្ងៃប៉ុន្តែដោយសាររវល់អញ្ចឹងអត់បានធ្វើវីដេអូឲ្យបងនិងបងប្អូនបានទស្សនាអញ្ចឹងណាការធ្វើវីដេអូខ្ញុំចង់ធ្វើមួយថ្ងៃផុសមកវីដេអូអីប៉ុន្តែដោយសារខ្ញុំធ្វើការងារខ្ញុំរវល់ទៅខ្ញុំអត់បានធ្វើវីដេអូផុសអញ្ចឹងចុងសប្តាហ៍នឹងថាដេកផ្ទះថាប៉ុន្តែមានណាបងប្អូនគេបបួលហើយណាមួយចង់ធ្វើវីដេអូចែកជូនបងបងប្អូនដែលគាត់ចង់មើលអញ្ចឹងណានិយាយពីថាទូរស័ព្ទអ្នកម្នាក់កាន់ណាថតមុខផងក្រោយផងស្អីថាខ្ញុំកាន់ថតរហូតដល់តាំងពីជិះម៉ូតូហើយឥឡូវចិត្តដល់ផ្លូវចូលកន្លែងដែលគេហើយផ្លូវជិះនឹងវាមិនសូវជាពិបាកប៉ុន្មានទេអ្នកនរគ្នាយើងមកទៅផ្លូវគេចាក់កស៊ូចាក់អីស្រួលដែរនិយាយរួមទៅខ្ញុំមកព្រឹកហើយបន្តែខ្ញុំមកដល់រៀងថ្ងៃអីអញ្ចឹងវាអត់សូវមានមនុស្សច្រើនទេហើយឥឡូវយើងបានមកដល់ស្រីស្អាតលក់លានិយាយរួមទៅកន្លែងហ្នឹងខ្ញុំមកបានដងហើយមកប្រហែលក៏ទិញតែកន្លែងគាត់ដែរដោយសារគាត់លក់រុះរាយហើយលីគាត់បោះគាត់ឆ្ងាញ់ដាក់អាធំចាឆ្ងាញ់អត់មកគឺសិនតែតាមពិតលីមកទិញភ្លក់រហូតតែចង់សួរអ្នកលក់តែឆ្ងាញ់អត់ចឹងនិយាយវាថាមុខម្នាក់ដល់ពេលបានចុះទិញអីញ៉ាំចឹងសើចឲ្យខ្ញុំញ៉ាំហើយឥឡូវលីយើងក៏បានទិញបានចឹងយើងក៏បានបន្តទៅទៀតរហូតទៅដល់ចិត្តដល់កន្លែងលក់សបុតហ្នឹងអ្នកគ្នាហើយឥឡូវយើងបានមកដល់កន្លែងលក់សបុតហើយចឹងបងខ្ញុំគាត់ទាញលុយឲ្យសបុតក្នុងម្នាក់ 5000 ទេអ្នកនរគ្នាយល់ទៅម៉ូតូតែមួយហ្នឹងគេយកតែ 5000 ទេខុសពីកន្លែងខ្ញុំដើរលេងកន្លែងផ្សេងចឹងអ្នកជិះម៉ូតូ2នាក់គេយកក្នុងម្នាក់ 5000 តែនៅហ្នឹងអត់ទេក្នុងមួយម៉ូតូគេយកតែ 5000 ទេឥឡូវយើងចេញទៅទៀតហើយទៅដល់តាមផ្លូវហ្នឹងគ្មានតនេទេទូរស័ព្ទហ្នឹងពេញគ្រឿងអស់ហើយគ្រាន់ថតរូបហើយជិះដល់ក្នុងហើយឆ្លៀតលើកសបុតម៉ូតូបង្ហាញទៀតដល់កបដល់ហើយអាសបុតហ្នឹងជិះរំទៅយើងគ្រាន់តែទិញទេមកវិញគេអត់យកទេអ្នកនរគ្នាជិះមកដល់មុខបានបន្តិចហ្នឹងមកដល់កន្លែងសួនផ្កាគេធ្វើថ្មីនៅកន្លែងហ្នឹងតាមពិតខ្ញុំមកកាលមុនអត់ទាន់មានសួនផ្កាសួនអីរៀបចំដាក់រូបបេះដូងរូបអីកន្លែងថតរូបទេតែឥឡូវគេមានដាក់រូបដាក់អីចឹងណាមកពេលថ្ងៃអត់សូវស្អាតសោះថតយល់ទៅអត់សូវស្អាតដូចពេលល្ងាចទេពេលល្ងាចបានមកទៅស្អាតឃើញរូបដើរហ្នឹងយល់ទៅម្នាក់ហ្នឹងនៅក្នុងទូរស័ព្ទហ្នឹងតួឯកបដ ாய் កុំឲ្យតួឯកច្រើនពេកឡើយមកចូលប្អូនខ្ញុំម្ដងគេឲ្យថតគេហើយការខ្ញុំធ្វើវីដេអូទោះបីអត់បានរកលុយពី Facebook ក៏ដោយឲ្យតែមានអ្នកមើលច្រើនក៏សប្បាយចិត្តដែរខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យតែអ្នកដែលគាត់មើលគាត់ជួយ share វីដេអូខ្ញុំឲ្យដល់គេផ្សេងគេចូលមើលច្រើនទៅខ្ញុំសប្បាយចិត្តហើយឥឡូវយើងក៏មកនិយាយអារឿងនឹងច្រើនពេកឥឡូវយើងចូលប្រវែមកកន្លែងសួនផ្កានៅហ្នឹងគេដាក់ដាំទឹកដាំទេអ្នកនរគ្នាទូចហ្នឹងបើការខ្ញុំមកមុនគេអត់ទាន់ដាំទេនៅកន្លែងហ្នឹងគេដាំដូចជាបន្លែអីចឹងតែឥឡូវគេឈូសឆាយចោលគេដាំផ្កាវិញឃើញដើរនឹងម្នាក់ក្តៅណាតែទ្រាំដើរមកចង់មើលផ្កាមកអីចង់ថតរូបចង់ថតអីហ្នឹងខ្ញុំកាន់កាមេរ៉ានេះក្តៅយ៉ាងងាប់ហើយបើថាបងខ្ញុំវិញនឹងស្អីនេះទូរស័ព្ទមួយលើកចុះលើកឡើងផ្លោះចុះផ្លោះឡើងដល់កបដល់ឲ្យខាត់ពេលជាមួយគាត់យូរពេកឥឡូវយើងបានមកដល់កន្លែងខ្ទមលោកតាគេធ្វើដាក់ចឹងមានរូបដូចជាលោកតាដំបងកញ្ញុងចឹងខ្ញុំអត់សូវស្គាល់ដែរទេតែគាត់ថាឲ្យតែខ្ញុំមកម៉ានដងចឹងខ្ញុំមកកន្លែងនេះខ្ញុំដុតធូបដុតអីរហូតសុំសុខសប្បាយទាំងអស់គ្នាមិនថាទៅកន្លែងណាឆ្ងាយចិត្តប៉ុណ្ណាក៏ដោយយើងដើរមកឆ្ងាយយើងត្រូវតែដុតធូបដុតអីសុំសុខសប្បាយទាំងអស់គ្នាចឹងហើយបន្ទាប់មកខ្ញុំមកដល់ហ្នឹងហើយខ្ញុំផ្ញើម៉ូតូដល់ហ្នឹងគេយកម្នាក់ 1000 ដើម្បីចូលទៅមើលសួនសត្វនៅខាងក្នុងហ្នឹងមិនសូវជាមានសត្វច្រើនប្រហែលទេសត្វអត់ច្រើនដូចការខ្ញុំទៅភ្នំតាម៉ៅពីយើងបានផ្ញើម៉ូតូហើយអីហើយក៏ឆ្លៀតប្អូនខ្ញុំគេឆ្លៀតទៅទិញអីស្ទិញយកមកផឹកហើយនៅហ្នឹងរបស់លក់មាននំមានអីច្រើនរបស់គេដែរតាហើយប្អូនខ្ញុំគេយកដៃទៅចង្អុលអាពងគេសួរថាពងអីគេហើយខ្ញុំប្រាប់ថាហ្នឹងពងអូទ្រីសគេថាអូអាហ្នឹងគេស្គាល់ដែរតែគេផ្លេចឈ្មោះហើយគេរកទិញអាតាណាប់ស្អីគេនេះ 3000 ហ៎ 3000 ទាំងអស់មែន
តបពីទិញអីហើយយើងបានចូលមកដល់ខាងក្នុងមកមើលសัตว์ខាងក្នុងដែលគេដាក់ឲ្យយើងមើលហើយខ្ញុំក៏បានឡើងមកដល់លើកន្លែងហ្នឹងដូចជាវត្តមានព្រះវិហារមានអីខាងក្នុងអញ្ចឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំបានថតសัตว์ថតអីបង្ហាញអ្នកទាំងអស់គ្នាបានមើលទេអានេះខ្ញុំទៅវិញហើយខ្ញុំទៅវិញប្រហែលជាម៉ោង 2 ហើយបើថាខ្ញុំល្ងុយដេកពេកវីដេអូខ្ញុំមានប៉ុណ្្នឹងបាយ